ជំរាបសួរបាទប្រិយមិត្ត RC Fan TV2 ទាំងក្នុងនិងក្រៅប្រទេសបងប្អូនថ្ងៃនេះសូមលើកយកនៅបទពិសោធន៍ផ្ទាល់ខ្លួនពាក់ព័ន្ធជាមួយនឹងការចុះទៅតាមទីតាំងនានាក៏ដូចជាហេតុការណ៍មួយចំនួនដែលខ្ញុំបានជួបលើសពីអ្វីដែលបងប្អូនបានទស្សនានៅក្នុងកាមេរ៉ាបងប្អូនពាក់ព័ន្ធជាមួយនឹងសាច់រឿងមួយដែលខ្ញុំធ្លាប់បានចុះទៅទីតាំងមួយកន្លែងដែលហេតុការណ៍នោះកើតឡើងដោយសារបញ្ហាវណ្ណៈគ្រួសារធ្វើឲ្យខាងស្រីទៅរងចាំខាងប្រុសរហូតតលតែចង់ក៏ធ្វើអត្តឃាតហើយមានការខឹងសម្បានឹងលងបន្លាចខ្លាំងមែនទែនបាទសាច់រឿងនេះគឺដកស្រង់យកមក react ឡើងវិញបាទដើម្បីបញ្ជាក់បន្ថែមឡើងវិញនៅបទពិសោធន៍ផ្ទាល់ដែលខ្ញុំជា admin ចុះផ្ទាល់ពីក្នុង channel ហុងថៅបាទខ្ញុំដាក់ link នៅខាងក្រោមបងប្អូនអាចចូលទៅទស្សនាសាច់រឿងពេញបានតើបងប្អូនចង់ដឹងដំណើររឿងយ៉ាងណាតើឥឡូវទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាបាទបាទបងប្អូនពាក់ព័ន្ធជាមួយនឹងសាច់រឿងកន្លែងនេះខ្ញុំសូមបកស្រាយដូចតទៅនេះគឺជាទីតាំងមួយកន្លែងដែលពាក់ព័ន្ធជាមួយនឹងខ្មោចស្ត្រីម្នាក់តែគាត់បានចងកធ្វើអត្តឃាតនៅក្នុងខ្ទមបាទឬក៏ជំរកមួយនៅដាច់ស្រយាលពីអ្នកភូមិហើយរឿងហេតុហ្នឹងគឺកើតឡើងដោយសារពីរនាក់ហ្នឹងគាត់ក្មេងៗទេគាត់ស្រឡាញ់គ្នាបងប្អូនណាហើយខាងប្រុសគឺជាកូនអ្នកមានបាទខាងប្រុសជាកូនអ្នកមានហើយសាច់រឿងនេះគឺជាសាច់រឿងពិតជាទីកន្លែងពិតដែលខ្ញុំបានចុះទៅផ្ទាល់ដោយបងប្អូនបានទស្សនានៅក្នុងវីដេអូនៅខាងក្រោយក្នុងខ្ញុំនេះបាទហើយនៅពេលដែលគាត់ស្រឡាញ់គ្នាប៉ាម៉ាក់ខាងប្រុសគាត់អត់ឯកភាពទេប៉ុន្តែកូនស្រឡាញ់គ្នាខ្លាំងរហូតដល់ជ្រុលជ្រោះបាទទៅជាប្តីប្រពន្ធហើយគាត់ក៏សម្រេចចិត្តបាទនាំគ្នាជំនុំការជំរុញគ្នាណាបាទទៅរស់នៅក្នុងភូមិមួយដែលជាភូមិដាច់ស្រយាលហើយនៅពេលដែលទៅរស់នៅក្នុងភូមិនោះមកគាត់អត់ហ៊ាននៅក្នុងភូមិជាមួយគេទេព្រោះខ្លាចគីឡូមានអ្នកចេញចូលទៅឃើញស្គាល់ក៏អាចនឹងទៅប្រាប់ប៉ាទៅប្រាប់ម៉ាក់គាត់អញ្ចឹងណាបាទអញ្ចឹងគាត់ទៅសុំមេភូមិទៅរស់នៅដាច់ស្រយាលពីគេបាទគាត់ប្រាប់ពីហេតុផលជាមួយជុំមួយអញ្ចឹងណាបាទហើយដំបងភូមិក៏មិនឯកភាពដែរប៉ុន្តែដោយសារការអង្វរការអីអញ្ចឹងទៅក៏គាត់អាណិតក៏គាត់ឲ្យទៅនៅនឹងក្បែរកំពង់ទឹកមួយបងប្អូនណាក្បែរកំពង់ទឹកមួយគឺជាទឹកស្ទឹងប៉ុន្តែវាមានកន្លែងអង្គុយលេងមានកន្លែងស្អីគាត់រៀបចំពីអ្នកប្រិយប្រពន្ធហ្នឹងណាគាត់រៀបចំហើយគាត់ទៅនៅដាច់ស្រយាលពីគេហ្នឹងមានតែកូនខ្ទោមួយទេថ្ងៃមួយនោះបងប្អូនណាថ្ងៃមួយនោះនៅពេលដែលមានអ្នកដើរកាត់មានអ្នកឃើញអ្នកអីចឹងទៅដោយសារប៉ាម៉ាក់របស់គាត់ជាអ្នកមានអញ្ចឹងគេផុស Facebook ផុសអីផ្សេងៗចឹងទៅធ្វើឲ្យអ្នកដែលស្គាល់អ្នកដែលបានជួបកូនហ្នឹងបាទគាត់ឆាតគាត់ប្រាប់ថាបានឃើញបានអីចឹងណាបាទអញ្ចឹងបងប្អូនបដាយឪពុកហ្នឹងគាត់ដឹងតំណឹងថាកូននៅកន្លែងហ្នឹងចុះមកយកកូនភ្លាមហើយនៅពេលដែលចាប់ទាញទៅបាទយកកូនប្រុសទៅខាងប្រុសហ្នឹងគាត់បញ្ជាក់ប្រាប់ខាងស្រីថាទោះបីជាស្លាប់ក៏បងមករកអូនដែរអញ្ចឹងណាបាទក៏គាត់មករកដែរហើយគាត់ឲ្យចាំបាទគាត់ឲ្យចាំគាត់ទៅអត់យូរទេអញ្ចឹងណាប៉ុន្តែបងប្អូនសាច់រឿងនេះនៅពេលដែលខាងប្រុសទៅគឺទៅបាត់លើតែម្ដងបាត់ឈឹងអត់មកវិញទេចាំបាត់យូរពេកក៏ចងកធ្វើអត្តឃាតបាទសម្រាប់ខ្លួនឯងហ្នឹងនៅក្រោមដើមច័ន្ទគិរីនៅក្បែរកំពង់ទឹកដ៏ធំមួយហ្នឹងហើយនៅក្នុងដើមច័ន្ទគិរីហ្នឹងក៏ពួកខ្ញុំបានចុះទៅដល់ទីតាំងនោះហើយបានអុជធូបសែនបាទប្រេនដើម្បីសុំថតសម័យណាហើយក៏ជួបហេតុការណ៍ជាច្រើនផងដែរហើយខ្ញុំនឹងបញ្ជាក់ឲ្យបងប្អូនបានដឹងនិយាយពីការលងបន្លាចសិនបងប្អូនណាបាទនិយាយពីការលងបន្លាចគឺលងខ្លាំងណាស់បាទនៅពេលដែលគាត់ស្លាប់ហើយសពហ្នឹងគេមិនដឹងថាសាច់ញាតិនៅខាងណាទេបាទអញ្ចឹងគេក៏សមូហភាពគ្នាបូជានៅក្បែរកន្លែងដែលគាត់រស់នៅនឹងតែម្ដងហើយបន្ទាប់ពីបូជារួចធ្វើបុណ្យធ្វើអីទៅតាមប្រពៃណីហើយណាអ្នកស្រុកអ្នកភូមិគេជួយគ្នាធ្វើបុណ្យព្រោះអាណិតអញ្ចឹងណាប៉ុន្តែលងណាស់នៅកំពង់ទឹកនោះ
អ្នកដែលដើររកសัตว์រកសំទោសរកត្រីបាទរកត្រីរកអីហ្នឹងគឺឲ្យទៅមកដល់គឺជួបអ្នកខ្លះមកដល់ឃើញមនុស្សស្រីកំពុងតែងូតទឹកងូតអីចឹងណាបាទនៅពេលដែលគាត់ដើរមកគៀកគឺអត់ឃើញទេគេអ្នកខ្លះឃើញនៅខាងលើដើមច័ន្ទគិរីនឹងពងអង្គុយសិតសក់អញ្ចឹងណាបាទអង្គុយសិតសក់ទៅសក់លងវែងទម្លាក់មកដល់ក្រោមហើយមិនត្រឹមតែប៉ុណ្្នឹងកន្លែងខ្ទមណាបាទខ្ទមដែលភ្លាមគេអត់ទាន់ធ្វើអីទេគេទុកនៅអញ្ចឹងគេលោកខាងប្រុសមកណាប៉ុន្តែបងប្អូននៅពេលដែលដើរកាត់លឺសូដើរកាត់មិនមែនដើរកាត់ចិត្តទេដើរកាត់ឆ្ងាយលឺសូសំលេងលៀងចានលឺសូសំលេងយំក៏លួចរបៀបលក្ខណៈថាមានទុកសោកខ្លាំងតែជាគាត់នឹកប្តីរបស់គាត់រងចាំប្តីរបស់គាត់ណាបាទហើយសំលេងលៀងចានសំលេងធ្វើម្ហូបធ្វើអីហ្នឹងគឺតែងតែលឺបាទអ្នកស្រុកអ្នកភូមិតែងតែលឺហើយពេលខ្លះទៀតអ្នកខ្លះដើរមកហ្នឹងបាក់ចោះមកកណ្ដាមច័ន្ទគិរីខ្ញុំនិយាយព្រឹសបលពួកខ្ញុំចោះទៅដល់ទីតាំងនោះផ្ទាល់បាទគេថាឃើញមុខលឹងអាក្រក់មែនទេណាបងប្អូនបាទនៅខាងក្រោមនៅអង្គលដើមហ្នឹងហើយគល់ដើមហ្នឹងគឺខ្ញុំឲ្យឈីបាទខ្ញុំឲ្យឈីគាត់ចូលទៅចូលទៅស្មឹងស្មាតបាទយើងមិនចេះអីក៏ពិតមែនប៉ុន្តែយើងចូលទៅស្មឹងស្មាតយើងចង់ដឹងថាតើនៅពេលដែលយើងបិទភ្លើងឬក៏នៅពេលដែលយើងស្មឹងស្មាតអារម្មណ៍របស់យើងដែលយើងពោលពាក្យថាចង់ដឹងចង់ជួបចង់ឃើញអីហ្នឹងតើវិញ្ញាណស្ត្រីនោះគាត់ឲ្យយើងឃើញឬក៏អត់ព្រោះសាច់រឿងកាលហ្នឹងថ្មីដែរបងប្អូនណាបាទថ្មីដែរបងប្អូននៅពេលដែលឈីចូលទៅមានសាច់រឿងពីរដំបូងគឺខ្ញុំភ្ញាក់ឲ្យលឹងកញ្ញាបងប្អូនមេឃឈើមិនដឹងថាទប់ពីអង្កលទេបាទមកវត្តកបេះគូតខ្ញុំបាទឡងភ្ញាក់កញ្ញាស្រែកឡងសឹងឲ្យផ្លត់សម្លេងបាទហើយមួយទៀតឈីខ្ញុំឲ្យឈីចូលទៅស្មឹងស្មាតនៅកន្លែងហ្នឹងពួកយើងបិទភ្លើងហើយខ្ញុំគាត់តែនិយាយពីរឿងផ្សាយមេត្តាចិត្តផ្សាយអីផ្សេងអញ្ចឹងណាសិតតែឈីគាត់នៅអត់បាននេះបងប្អូនបាទអារម្មណ៍ឈីគាត់នៅអត់បានទេគាត់ផ្សាយប្រាប់ខ្ញុំថាមានសម្លេងដែលនិយាយក្បែរទៅជារបស់គាត់ហ្នឹងថាគាត់នឹងជាប្តីរបស់នារីម្នាក់នោះតាឈីណាបាទហើយជំនាន់នោះខ្ញុំទៅជាមួយផាក់ហើយជាមួយនឹងក្រុមការងារម្នាក់ទៀតហើយគាត់មិនសូវជាមានវោហារស័ព្ទអីទេបាទហើយផាក់គាត់ជាអ្នកកាន់កាមេរ៉ាហើយគាត់រងចាំគាត់អីចឹងទៅអញ្ចឹងធ្វើឲ្យឈីគាត់នៅកន្លែងហ្នឹងអត់បាននេះគាត់នៅអត់បានតែម្ដងបាទអញ្ចឹងគាត់សុំបើកភ្លើងរត់ចេញមកខាងក្រៅវិញបាទហើយពួកខ្ញុំថតនៅកន្លែងហ្នឹងថ្ងៃហ្នឹងដូចជាខ្ញុំចាប់ផ្ដើមថតម៉ោង11ជាងជិត12ហើយទម្រាំតែថតចប់ហ្នឹងអាចម៉ោងប្រហែលជាបាទប្រហែលជាចូលចិត្ត1ឯងបាទអញ្ចឹងដំណើរគឺឆ្ងាយហើយបងប្អូនដល់ពេលដែលត្រឡប់មកវិញមានផ្លូវឡើងទួលមួយចេញពីកន្លែងហ្នឹងណាបាទមានផ្លូវឡើងទួលមួយប៉ុន្តែដើមឈើពាត់ធំហើយខ្ញុំអត់បានថតកន្លែងហ្នឹងឡើងទួលហើយចុះក្រោមគឺចុះជ្រៅអូបងប្អូនបងប្អូនសម័យមើលថាចុះទៅជ្រៅមែនទែនហើយយើងជិះម៉ូតូជំនាន់នោះដូចជាម៉ូតូ1 2នាក់បាទម៉ូតូ1 2នាក់ហើយចុះចូលទៅក្នុងព្រៃបងប្អូនអូនិយាយពីដើមឈើធំហើយនៅពេលដែលពួកខ្ញុំឡើងផុតនៅពេលដែលខ្ញុំឡើងផុតកន្លែងអូនោះណាបាទខ្ញុំឡើងទៅដល់លើធម្មតាមនុស្សយើងអារម្មណ៍បាទអារម្មណ៍ថាហាក់បីដូចជាមានអ្វីមួយដែលកំពុងតែឈោមមើលយើងពីក្រោយហើយខ្ញុំចោលភ្នែកមកជាមួយនឹងឈីបាទជាមួយឈីហើយឈីចាំរឿងហ្នឹងអត់ទេបាទចោលភ្នែកមើលមកជាមួយឈីឃើញឈោនៅខាងក្រោយអាសត្វប៉ុន្តែវាលក្ខណៈមួយដូចជាគេហៅថាដូចជាសម្មោលបងប្អូនបាទសម្មោលប៉ុន្តែនៅពេលដែលពួកខ្ញុំទៅនោះគាត់ទៅឲ្យពួកខ្ញុំលឺជាសំឡេងគាត់ទៅឲ្យឈីមកដូចមកសំឡេងផ្សិតសំឡេងអីប្រាប់ហើយខ្ញុំបានដើរទៅអស់ហើយតាំងពីកន្លែងខ្ទមតាំងពីកន្លែងអីផ្សេងមកគាត់អញ្ចឹងកន្លែងគេថាលោងខ្លាំងប៉ុន្តែការដែលពួកខ្ញុំទៅនោះគឺដូចជាអត់មានឃើញអីទេអញ្ចឹងណាក្រៅពីសំឡេងក្រៅពីមេឈើវត្តវៃក៏គូតខ្ញុំហើយក្រៅពីឈីមិនអាចនៅនឹងគល់ឈើនឹងបានអញ្ចឹងណាបាទអញ្ចឹងក្រៅពីនោះគឺអត់មានឃើញអីទេហើយអ្នកស្រុកអ្នកភូមិគាត់នៅតែនិយាយថាមានការលោងខ្លាំងណាស់បាទអញ្ចឹងសង្ឃឹមថាសាច់រឿងនេះបងប្អូននឹងពេញចិត្តហើយក៏ដូចជាការរំលឹកនៅហេតុការណ៍ក៏ដូចជាបទពិសោធន៍ដែលខ្ញុំដើរ
ស្វែងរកវិញ្ញាណបាទនៅក្នុងព្រៃតាមផ្ទះតាមទូលទីទូលមានប្រវត្តិអានកម្បាំងអីផ្សេងៗយ៉ាងទៅបាទគេសាច់រឿងនេះមកទល់នឹងបច្ចុប្បន្ននេះគឺមានអាយុកាល5ឆ្នាំហើយបាទអញ្ចឹងបងប្អូនកុំភ្លេចជួយគ្រប់គ្រងបាទមិនថាក្រុមការងារចាស់ក្រុមការងារថ្មីហើយបច្ចុប្បន្ននេះនៅក្នុង channel OC Fan TV2 review បាទកាមេរ៉ាហើយនិង Pro C បាទគាត់នៅដើរបន្តអញ្ចឹងបងប្អូនកុំភ្លេចជួយគ្រប់គ្រងគាត់ផងសម្រាប់សាច់រឿងថ្មីបាទហើយបើសិនជាបងប្អូនចង់មើលសាច់រឿងចាស់ៗដែលពួកខ្ញុំដើរ5 4ឆ្នាំ5ឆ្នាំមុនបងប្អូនអាចចូលនៅក្នុង link channel ហុងថៅនេះបាទខ្ញុំនឹងដាក់ link ខាងក្រោមនេះជូនបងប្អូនបាទអរគុណបងប្អូនគ្រប់លាជួបគ្នាវីដេអូក្រោយ